ដោយដែលខ្ញុំបានសន្យាចាំបងប្អូនខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្តិចម្ដងនៅដំណើរកម្សាន្តរបស់ខ្ញុំទៅលេងប្រទេសនៅអឺរ៉ុបទាំង3មានប្រទេសស្លូវេនៀប្រទេសអ៊ីតាលីហើយនិងប្រទេសក្រូអេសៀចានៅក្នុងវីដេអូនេះគឺខ្ញុំបានធ្វើអំពីការដើរលេងនៅរូងភ្នំប្រទេសស្លូវេនៀឈ្មោះ Scotia Caves ចាក្នុងដំណើរកម្សាន្តនេះមុននឹងយើងទៅពួកខ្ញុំបានទិញសំបុត្រតាមអនឡាញហើយខ្ញុំអត់ដឹងថាតម្លៃប្រហែលទេព្រោះបងប្អូនថ្លៃគាត់អ្នកទិញអញ្ចឹងណាហើយបើយើងអត់ទិញទេនៅកន្លែងហ្នឹងក៏គេមានបញ្ចូលលក់សំបុត្រតែប៉ុន្តែយើងត្រូវ queue សម្រាប់ទៅទិញអញ្ចឹងណាគេមានអ្នកលក់គេនៅនឹងចាហើយសូមបញ្ជាក់បងប្អូនថានៅក្នុងរូងភ្នំគេអត់ឲ្យយើងថតវីដេអូឬមួយក៏ថតជារូបស្លឹកទេបងប្អូនចាគេមានបំរាមណាមុនពេលចូលទៅក្នុងរូងភ្នំហ្នឹងធួឬកំណាក់នាំផ្លូវហ្នឹងគឺគេបានប្រាប់ពីគោលការណ៍របស់គេបំរាមរបស់គេថាយើងអត់ឲ្យយើងធ្វើអីខ្លះអញ្ចឹងណាចូលទៅក្នុងហ្នឹងណាយើងបានតែដើរមើលទេហើយគេថាឲ្យយើងនឹងចងចាំនៅក្នុងខួរក្បាលយើងទៅយើងអត់អាចថតជារូបស្លឹកទេអ្វីដែលខ្ញុំបានថតពីខាងដើមទឹកជ្រោះហ្នឹងគឺចេញមកខាងក្រៅឯងបងប្អូនចាមូលហេតុដែលគេឲ្យយើងថតនៅខាងក្នុងហ្នឹងដោយសារចដើឬមួយក៏ស្ពាននៅក្នុងហ្នឹងវារៀងល្អិលហើយតូចចឹងគេខ្លាចយើងមានគ្រោះថ្នាក់ពេលថតទៅងាកថតទៅមនុស្សច្រើនអញ្ចឹងប៉ះទង្គិចគ្នាអីធ្លាក់ចូលនៅក្នុងជ្រោះនៅក្នុងរូងភ្នំហ្នឹងអញ្ចឹងណាបងប្អូនចាហើយមួយទៀតគឺខ្លាចប៉ះពាល់ទៅងាកចុះងាកឡើងទៅបាក់អាថ្មស្រួចដែលវាបង្កើតឡើងដោយការដំណក់ទឹកស្រក់ពីលើខាងលើភ្នំមកអញ្ចឹងណាបង្កើតជាដុំថ្មស្រួចច្រើនមែនទែនបងប្អូននៅក្នុងហ្នឹងណាស្អាតប៉ុន្តែខ្ញុំអត់អាចថតឲ្យបងប្អូនទស្សនា